ើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលសាកសពត្រូវបានស្លាប់ហើយត្រូវបានគេវាយឡើងរហូតដល់នាងរស់ឡើងវិញរឿងនេះបានចាប់ផ្ដើមឡើងនៅក្នុងមន្ទីរពេទ្យមួយដោយអ្នកសម្ដែងស្រីដ៏ស្រស់ស្អាតដែលមានឈ្មោះថា Anna Field ទើបតែស្លាប់នៅក្នុងកម្មវិធីជប់លៀងហើយមន្ទីរពេទ្យដែលរក្សាសពរបស់នាងគឺមិនទាន់ត្រូវបានបង្ហាញឈ្មោះនៅឡើយបន្ទាប់មកក៏មានបរិសម្នាក់បានលួចថតរូបរបស់ Anna ក្រោយមក Ivan ហើយនិង Kavi បានមកដល់មន្ទីរពេទ្យដើម្បីស្វែងរកមិត្តភក្តិរបស់គេដែលមានឈ្មោះថា Paul ដែលមានភារកិច្ចថែទាំបន្ទប់ដាក់សពព្រោះថា Paul គេបានផ្ញើរូបរបស់ Anna មកឲ្យពួកគេមើលបន្ទាប់មកពួកគេទាំង3ក៏បានទៅផ្នែកខាងក្រោយនៃមន្ទីរពេទ្យ Ivan គេបានបបួល Paul ដើម្បីចូលក្លឹបតាមទម្លាប់មនុស្សប្រុសប៉ុន្តែប៉ូគេបានបដិសេធវិញដោយអះអាងថាគេមានការងារច្រើនហើយនឹងត្រូវលោតវេនចូលព្រឹកនៅថ្ងៃស្អែកនេះបន្ទាប់មកពួកគេទាំង3នាក់បានផឹកស្រាឲ្យ Anna Field ដើម្បីសុំឲ្យនាងអាចទៅកាន់សុគតិភពហើយខណៈដែលប៉ូគេបានសុំត្រឡប់ទៅធ្វើការវិញ Ivan គេក៏បានសួរថាអ្នកមានរូបថតបន្ថែមទៀតរបស់ Anna ដែរឬទេហើយបន្តសួរថាបច្ចុប្បន្ននេះនាងនៅស្ថិតក្នុងមន្ទីរពេទ្យនេះដែរឬទេប៉ូគេបានឆ្លើយថានាងនៅទីនេះរហូតដល់ព្រឹកថ្ងៃស្អែកបន្ទាប់មកពួកគេទាំង3នាក់បានសម្រេចចិត្តថានឹងទៅមើល Anna នៅក្នុងបន្ទប់ដាក់សពហើយក្នុងអំឡុងពេលដែលដើរទៅទីនោះប៉ូគេបានប្រាប់មិត្តភក្តិរបស់គេអំពីកន្លែងនេះថាហាមមិនឲ្យអ្នកក្រៅចូលមកដូច្នេះប្រសិនបើមាននរណាម្នាក់សួរអ្នកទាំងពីរត្រូវប្រាប់ទេថាវង្វេងផ្លូវមិនដូច្នេះទេប្រសិនបើមានអ្នកដឹងគេអាចនឹងត្រូវបាត់បង់ការងារជាមិនខានបន្ទាប់មកពួកគេទាំង3នាក់ក៏បានចូលទៅក្នុងបន្ទប់ថែរក្សាសាកសពនៅពេលចូលទៅដល់ Ivan គេបានសួររកសាកសពរបស់ Anna Field តើសពរបស់នាងស្ថិតនៅកន្លែងណាប៉ូគេក៏បានបើកមុខសាកសពរបស់ Anna Field ឲ្យមិត្តភក្តិរបស់ពួកគេមើលហើយនៅពេលដែល Ivan គេបានឃើញគេក៏បានយកក្រណាត់ដែលគ្របសាកសពចេញដើម្បីឲ្យគេអាចមើលរូបរាងកាយរបស់នាងឲ្យបានច្បាស់ប៉ូគេបានប្រាប់ថាសពរបស់នាងទើបតែមកដល់មិនទាន់បាន1ម៉ោងផងហើយ Ivan ដែលកំពុងមានគំនិតអាក្រក់គេក៏បានយកដៃទៅប៉ះនំពោពារបស់ Anna ហើយនិយាយថាអ្នកដឹងទេបុរសច្រើនជាងពាក់កណ្ដាលនៅអេស្ប៉ាញសុបិនចង់វាយឡើងជាមួយនឹង Anna Field តែឥឡូវនេះនាងកំពុងតែដេកស្រាត់នៅមុខពួកយើងបន្ទាប់មក Ivan សួរថាតើនឹងមានអ្វីកើតឡើងប្រសិនបើជាគេវាយឡើងជាមួយនឹងសាកសពប៉ូគេក៏បានឆ្លើយថាប្រសិនបើប្រើទឹកមាត់ប្រហែលជាអាចធ្វើបាន Kavi គេចាប់អារម្មណ៍ហើយសួរថាប៉ូគេដឹងបានយ៉ាងម៉េចហើយក៏បានសួរថាតើឯងធ្លាប់សាកល្បងវាហើយមែនទេពីដំបូងប៉ូគេបានបដិសេធប៉ុន្តែនៅពេលដែល Ivan បានសួរគេជាច្រើនដងប៉ូគេក៏បានទទួលស្គាល់ថាគេធ្លាប់ធ្វើវាមកពីមុនដោយបានសុំឲ្យអ្នកទាំងពីរសន្យានឹងមិនប្រាប់អ្នកណា Kavi គេក៏បានសើចចំអកនិងនិយាយថាមិនចម្លែកទេដែលប៉ូមិនចង់ទៅដើរលេងជាមួយនឹងពួកយើង Eva គេក៏បានបន្តសួរថាតើប៉ូគេបានធ្វើអីជាមួយនឹង Anna ហើយឬនៅប៉ូគេក៏បានឆ្លើយថាមិនទាន់ទេ Ivan គេបានចេញគំនិតអាក្រក់ថាពួកយើងទាំង3នាក់លួចមានអីជាមួយនឹងនាងយ៉ាងម៉េចដែរ Kavi បានអះអាងថានឹងមិនរួមចំណែកទេហើយគេបានបបួល Ivan ឲ្យទៅលេងស្រីៗនៅក្នុងទីក្រុងវិញល្អជាងប៉ុន្តែ Ivan គេមិនទៅទេព្រោះថាមនុស្សស្រីទាំងអស់នោះមិនមែនជា Anna Field Kavi ដែលឃើញថា Ivan គេមានចេតនាអាក្រក់ទើបគេសម្រេចចិត្តសុំត្រឡប់ទៅផ្ទះមុនប៉ុន្តែប៉ូគេបានខាត់ Kavi មិនឲ្យចេញហើយនាំគេទៅបន្ទប់ផ្សេងមួយទៀតនៅពេលដែលចូលមកដល់ Kavi គេបានសួរប៉ូថា Ivan គេប្រហែលជាមិនធ្វើអ្វីទៅលើសាកសពមែនដែរឬទេប៉ុន្តែប៉ូដែលកំពុងឈរមើលគេបានឃើញថា Ivan គេកំពុងធ្វើពិតមែនគឺគេមិនបាននិយាយលេងសើចនោះទេនៅពេលដែល Ivan គេដើរចូលមកក្នុងបន្ទប់គេបាននិយាយទៅកាន់មិត្តភក្តិទាំងពីររបស់គេថាអស្ចារ្យខ្លាំងណាស់ហើយប្រាប់ទៅ Kavi ថាឯងគួរតែសាកល្បងវាម្ដងប៉ុន្តែ Kavi គេមិនយល់ស្របហើយបានស្ដីបន្ទោ Ivan ថានេះគឺជាសាកសពមនុស្សដែលស្លាប់ទៅហើយវើយទោះជាយ៉ាងណា Ivan គេក៏មិនខ្វល់ហើយនិយាយថារងចាំឲ្យប៉ូធ្វើភារកិច្ចឲ្យចប់សិនហើយពួកយើងនឹងទៅជប់លៀងបន្ថែមទៀតហើយនៅពេលដែលប៉ូគេកំពុងវាយឡើងនឹងមានសេចក្តីសុខជាមួយនឹងនាង Anna នាងក៏បានរស់ដឹងខ្លួនឡើងវិញដែលធ្វើឲ្យប៉ូគេមានការភ័យខ្លាចជាខ្លាំងហើយបានស្រែកប្រាប់មិត្តភក្តិរបស់គេហើយ Kavi ហើយនិង Ivan ពួកគេក៏បានរត់មកមើលហើយឃើញថា Anna នាងបានបើកភ្នែកហើយនាងបានរស់ឡើងវិញធ្វើឲ្យ Ivan គេចាប់ផ្ដើមគិតថាតើត្រូវធ្វើអ្វីបន្តព្រោះខ្លាចថានឹងត្រូវមានទោសខណៈដែល Kavi គេបានយកទឹកមកឲ្យ Anna ផឹកនិងបានរកសម្លៀកបំពាក់ឲ្យនាងព្រមទាំងសម្រេចថាពួកយើងត្រូវប្រញាប់នាំនាងទៅរកពេទ្យនៅខាងលើហើយ Ivan គេក៏សួរប៉ូថាតើ Anna នាងបានឃើញអ្វីដែលប៉ូបានធ្វើដែរឬទេហើយពិតណាស់គឺ Anna នាងបានឃើញនៅទង្វើអាក្រក់របស់ពួកគេទាំងអស់ហើយនៅខណៈដែលពួកគេកំពុងនិយាយគ្នាក៏មាននរណាម្នាក់បើកទ្វារចូលមកទើបពួកគេទាំង3នាក់បានរកកន្លែងលាក់ខ្លួនភ្លាមព្រោះថាមានបុគ្គលិកម្នាក់បាននាំយកសពមួយផ្សេងទៀតមកដាក់នៅក្នុងបន្ទប់ខណៈដែល Anna ដែលទើបតែរស់ឡើងវិញទើបនាងមិនអាចកម្រើកខ្លួនឬធ្វើចលនាបាននាងព្យាយាមបញ្ចេញ
ញសំឡេងដើម្បីប្រាប់បុគ្គលិកនោះឲ្យដឹងថានាងនៅទីនេះប៉ុន្តែបុគ្គលិកនោះគេបានពាក់កាសស្ដាប់តន្ត្រីនិងបានបើកសំឡេងខ្លាំងៗដូច្នេះទើបគេមិនបានឮសំឡេងរបស់នាងក្រោយពីបុគ្គលិកម្នាក់នោះចេញទៅខាវីគេចង់នាំអាណាទៅរកពេទ្យនៅខាងលើប៉ុន្តែក៏ត្រូវបានអ៊ីវ៉ាន់ខាត់គេហើយប្រាប់ឲ្យគេទៅនិយាយគ្នាហើយអាណានាងក៏បានប្រាប់ខាវីថាកុំទុកនាងចោលដោយសារតែនាងខ្លាចថាអ៊ីវ៉ាន់អាចនឹងសម្លាប់នាងបំបិតមាត់បន្ទាប់មកពួកគេទាំង3នាក់ក៏បានចូលទៅក្នុងបន្ទប់មួយដើម្បីនិយាយគ្នាខាវីបានសួរអ៊ីវ៉ាន់ថាឯងចង់បានអ្វីអ៊ីវ៉ាន់ឆ្លើយថាពួកយើងបានមានអីជាមួយនឹងអាណានាងគឺជាតារាល្បីណាស់ហើយពួកយើងនឹងត្រូវបានព័ត៌មានចុះផ្សាយគ្រប់ទីកន្លែងជាមិនខានខាវីសួរថាបើអញ្ចឹងពួកឯងចង់ឲ្យយើងធ្វើយ៉ាងម៉េចអ៊ីវ៉ាន់ប្រាប់ថាមនុស្សគ្រប់គ្នាបានដឹងថានាងស្លាប់រួចបាត់ទៅហើយដូច្នេះយើងគ្រាន់តែសម្លាប់នាងវិញដើម្បីបំបិតមាត់នាងតែប៉ុណ្ណោះដើម្បីកុំឲ្យមាននរណាម្នាក់ដឹងអំពីរឿងនេះប៉ុន្តែខាវីគេមិនយល់ព្រមព្រោះគេឃើញថាអាណានាងនៅរស់អ៊ីវ៉ាន់គេបានព្យាយាមសុំឲ្យខាវីយកយល់ដល់គេនឹងពោព្រោះថាពួកគេទាំងពីរនឹងត្រូវជាប់គុកបើទោះបីជាខាវីគេអាណិតមិត្តភក្តិទាំងពីររបស់គេតែគេនៅតែជ្រើសរើសជួយអាណាដដែលអាណាដែលនៅមិនទាន់អាចកម្រើកខ្លួនបានតែនាងក៏បានស្ដាប់ឮសំឡេងទាំងអស់ខាវីគេបានសម្រេចចិត្តរុញក្រេអាណាចេញទៅខាងក្រៅក៏ប៉ុន្តែអ៊ីវ៉ាន់គេក៏បានមករារាំងនិងបាននិយាយថាគ្មាននរណាម្នាក់ចេញពីបន្ទប់នេះបានទេហើយនៅពេលដែលខាវីគេព្យាយាមបើកទ្វារគេក៏បានដឹងថាទ្វារត្រូវបានចាក់សោនៅខាងក្រៅហើយពូគេក៏បានភ្លេចសោនៅខាងក្រៅទៀតខាវីគេក៏បានស្រែកខ្លាំងៗដើម្បីឲ្យអ្នកនៅខាងក្រៅបានឮហើយមកបើកទ្វារឲ្យទើបអ្នកទាំងពីរចាប់ផ្ដើមវាយគ្នាទៅវិញទៅមកហើយអ៊ីវ៉ាន់គេបានវាយខាវីធ្វើឲ្យក្បាលបុកទៅនឹងឥដ្ឋយ៉ាងខ្លាំងបណ្ដាលឲ្យខាវីរបួសធ្ងន់និងបាត់បង់ឈាមជាច្រើនអ៊ីវ៉ាន់គេនាំយករាងកាយរបស់ខាវីហើយនិងអាណាទៅលាក់នៅក្នុងបន្ទប់មួយទៀតបន្ទាប់មកពួកគេទាំងពីរនាក់ក៏ប្រញាប់សម្អាតឥដ្ឋដែលមានស្នាមឈាមហើយពូគេក៏បានប្រើទូរស័ព្ទដើម្បីសុំឲ្យអ្នកផ្សេងទៀតមកបើកទ្វារខណៈដែលអ៊ីវ៉ាន់ចូលទៅបិទមាត់អាណាដើម្បីមិនឲ្យនាងស្រែកហើយនៅពេលដែលអ៊ីវ៉ាន់ងាកមកវិញគេក៏បានឃើញថាខាវីគេបានស្លាប់បាត់បង់ជីវិតទៅហើយនៅពេលដែលពូត្រឡប់មកវិញគេភ្ញាក់ផ្អើលខ្លាំងណាស់បន្ទាប់មកអ៊ីវ៉ាន់គេព្យាយាមបញ្ចូលពូថាបើឯងមិនរឹងមាំពួកយើងច្បាស់ជាប្រែជីវិតដែលនៅសល់រស់នៅក្នុងគុកជាមិនខានខណៈដែលអ៊ីវ៉ាន់កំពុងព្យាយាមបញ្ចូលពូអាណានាងបានព្យាយាមកម្រើកខ្លួនហើយនាងក៏បានធ្លាក់ចុះពីលើក្រេហើយលួចប្រើទូរស័ព្ទរបស់ខាវីដើម្បីតាក់ទងឪពុករបស់នាងហើយនៅពេលដែលអ៊ីវ៉ាន់ហើយនិងពូត្រឡប់ចូលមកវិញគេបានឃើញអាណាកំពុងកាន់ទូរស័ព្ទអាណាប្រាប់ថានាងបានហៅទូរស័ព្ទទៅឪពុករបស់នាងរួចរាល់ហើយនៅពេលដែលអ៊ីវ៉ាន់គេពិនិត្យមើលទូរស័ព្ទគេឃើញថានាងបានហៅទូរស័ព្ទចេញពិតប្រាកដមែនអាណាបន្ថែមថានាងគ្រាន់តែប្រាប់ឪពុករបស់នាងថានាងរស់ឡើងវិញមិនបាននិយាយអ្វីអាក្រក់អំពីពួកគេនោះទេទើបអ៊ីវ៉ាន់ហើយនិងពូសម្រេចចិត្តនាំអាណាទៅរកពេទ្យនៅខាងលើព្រោះពេលនេះឪពុករបស់អាណាបានដឹងហើយថានាងនៅរស់ហើយនៅខណៈពេលនោះទូរស័ព្ទរបស់ខាវីក៏បានរោឡើងម្ដងទៀតឪពុករបស់អាណាបានសួរថាតើអ្នកខលទូរស័ព្ទមករកខ្ញុំមានការអ្វីដែរតាមការពិតគឺអាណានៅមិនទាន់បាននិយាយទូរស័ព្ទជាមួយឪពុករបស់នាងនៅឡើយអ៊ីវ៉ាន់គេបានខឹងជាខ្លាំងហើយអូសអាណាទៅបន្ទប់ដាក់សាកសពវិញគេបានប្រាប់ឲ្យពូចាប់នាងចងចំណែកគេនឹងទៅយកធុងសម្រាមដើម្បីដាក់សាកសពរបស់ខាវីហើយនៅពេលដែលពូរៀបចំនឹងចាប់ចងអាណានាងក៏បានព្យាយាមនិយាយលួងលោមគេថាគេមិនមែនជាអ្នកសម្លាប់ខាវីនោះទេហើយនៅខណៈពេលដែលពូគេកំពុងតែមានអារម្មណ៍ច្បោកច្បល់អាណានាងបាននិយាយកុហកថាអ៊ីវ៉ាន់គេបានច្របាច់កខាវីរហូតដល់ស្លាប់នៅពេលដែលពូមិននៅប៉ុន្តែពូគេមិនជឿហើយគេក៏បានយកស្កុតទៅបិទមាត់របស់នាងបន្ទាប់មកគេបានទៅសម្អាតឈាមរបស់ខាវីនៅឯបន្ទប់មួយទៀតអាណានាងក៏បានស្រាយចំណងជើងចេញហើយនាងព្យាយាមវាចេញពីបន្ទប់ដាក់សពហើយនៅពេលដែលអ៊ីវ៉ាន់គេត្រឡប់មកវិញគេឃើញថាអាណាបានបាត់ខ្លួនទៅហើយបន្ទាប់មកអ៊ីវ៉ាន់គេបានដើរទៅស្ដីបន្ទោសឲ្យពូដោយខឹងជាខ្លាំងបន្ទាប់ពីនោះពួកគេបានបែងចែកគ្នាស្វែងរកអាណានាងព្យាយាមវារហូតដល់ចន្ទាយន្តហើយនៅពេលដែលទ្វារចន្ទាយន្តរៀបនឹងបិទអ៊ីវ៉ាន់គេក៏បានលូកដៃចាប់ទ្វារហើយគេបានអូសអាណាត្រឡប់ទៅបន្ទប់ដាក់សាកសពវិញម្ដងទៀតហើយអ៊ីវ៉ាន់គេក៏បានប្រគល់កណាត់ឲ្យទៅពូដើម្បីឲ្យគេជាអ្នកបញ្ចប់ជីវិតរបស់អាណាប៉ុន្តែពូគេមិនព្រមធ្វើព្រោះថាគេមិនចង់ខ្លាចជាឃាតករអ៊ីវ៉ាន់គេក៏បានចាប់ដៃរបស់ពូហើយចាប់ផ្ដើមបញ្ចប់ជីវិតរបស់អាណាជាមួយនឹងគ្នាដើម្បីឲ្យគេមានចំណែកផងដែរដើម្បីមិនឲ្យគេអាចនិយាយរឿងនេះបានបន្ទាប់មកពួកគេក៏បានយកសាកសពរបស់ខាវីដាក់ចូលទៅក្នុងធុងសម្រាមហើយអ៊ីវ៉ាន់គេគឺជាអ្នកយកសាកសពរបស់ចោលនៅខាងក្រៅហើយពូគេគឺជាអ្នករៀបចំសម្អាតសាកសពរបស់អាណាហើយនឹងសម្អាតបន្ទប់ហើយខណៈពេលដែលពូគេបានរៀបចំរៀបរយគេក៏បានស្ដាប់ឮសំឡេងក្អកហើយពូគេក៏បានបើកក្រណាត់មើលហើយប្រាប់អាណាថាឲ្យនាងធ្វើពុតជាស្លាប់ហើយនៅពេលដែលអ៊ីវ៉ាន់គេត្រឡប់មកវិញពូគេក៏ប្រញាប់យកក្រណាត់គ្របលើសាកសពវិញហើយពួកគេទាំងពីរក៏បានចាក់ចេញពីបន្ទប់ដាក់សពដើម្បីនឹងត្រឡប់ទៅផ្ទះវិញហើយនៅពេលដែលមកដល់ចន្ទាយន្តអ៊ីវ៉ាន់គេចាំបានថាគេភ្លេចកាតរបស់គេនៅក្នុងបន្ទប់ដាក់សព
ប់ហើយនៅពេលដែលបើកទ្វារចូលមកគេក៏បានឃើញថាអាណាកំពុងឈរដែលធ្វើឲ្យអ៊ីវ៉ាន់ខឹងជាខ្លាំងព្រោះគិតថាពោកំពុងបោកបញ្ឆោតគេអ៊ីវ៉ាន់គេបានច្របាច់កពោដោយខឹងសម្បាហើយអំឡុងពេលនោះអាណានាងក៏បានយកកន្ត្រៃចាក់ទៅលើខ្នងរបស់អ៊ីវ៉ាន់ហើយក៏បានចាក់បន្ថែមនៅត្រង់ចំណុចករបស់គេដែលធ្វើឲ្យអ៊ីវ៉ាន់ស្លាប់បាត់បង់ជីវិតទៅហើយពោគេបានប្រាប់អាណាថាយើងត្រូវតែប្រញាប់ចាក់ចេញពីទីនេះប៉ុន្តែអាណានាងបានយកកន្ត្រៃចាក់ទៅលើពោផងដែររហូតដល់ពោបាត់បង់ជីវិតហើយរឿងក៏បានកាត់បញ្ចប់នៅត្រង់ចំណុចហ្នឹងទៅហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅคลิปវីដេអូមួយនេះសូមកុំភ្លេចចុច like ចុច Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងជាចុងក្រោយសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ